មានតកតងទៅនឹងប្រភេទផ្លែឈើមួយចានហើយខ្ញុំចង់យកមកធ្វើតកតងទៅនឹងប្រភេទខុកថៃមួយយ៉ាងដែលក៏ឈ្មោះថាជាប្រភេទ Jinro Refreshment អញ្ចឹងនៅក្នុងនោះយើងមានជាប្រភេទផ្លែអាឡឹកយើងមានជាប្រភេទ Apple យើងមានជាប្រភេទ Grape ឯដាក់ក៏បានអត់ក៏បានតែគ្រាន់ថាវាជា Decoration ទេហើយយើងមានជាMint ជាទូទៅ Refreshment នេះគឺវាល្អមែនទែនអញ្ចឹងខ្ញុំនឹងចាប់ផ្ដើមធ្វើហើយមុននឹងធ្វើយើងចាប់ផ្ដើមដាក់ជាប្រភេទផ្លែអាឡឹកចូលក្នុងកែវសិនហើយយើងប្រើជាមួយនឹង Mint លើខ្ញុំប្រើជាប្រភេទម៉ាត់លើវែងទៅបន្ទាប់ពីយើងម៉ាត់លើហើយសម្រាប់ប្រភេទ Jinro Refreshment នេះយើងមានជាប្រភេទ Vodka ហើយសម្រាប់ Vodka បងចង់ប្រើជាប្រភេទអីក៏បានដែរតែនៅក្នុងប្រភេទ Lakatus អញ្ចឹងខ្ញុំចាប់ផ្ដើមចាក់ Vodka ខ្ញុំអត់វល់ខ្ញុំលាយស្មានយកហ្មងណា Strawberry Jinro កៅគាត់ប្រើជាប្រភេទ Sugar Syrup 15អូខេតែប៉ុណ្ណឹងហើយយើងដាក់ទឹកកកមកតមកទៀតយើង top up ជាមួយនឹង Sprite តែបន្តិចបានហើយយើងចាប់ផ្ដើមកូរសម្រាប់ Jinro Refreshment របស់យើងតែប៉ុណ្ណឹងហើយអញ្ចឹងសម្រាប់បងដែលចង់ធ្វើញ៉ាំអាចធ្វើញ៉ាំបានរសជាតិរបស់វាអែមអញ្ចឹងតកតងទៅនឹងរសជាតិរបស់វាគឺលក្ខណៈថាវាក្លិនប្រហើរជាមួយនឹងជីអង្កាមហើយយើងមានជាប្រភេទអាឡឹកដែលពេលដែលញ៉ាំទៅធ្វើឲ្យស្រួលក្នុងកំពង់កអញ្ចឹងសម្រាប់បងដែលចូលចិត្តញ៉ាំអាចធ្វើញ៉ាំបានជាពិសេសបងស្រីដែលចូលចិត្តញ៉ាំលក្ខណៈថាប្រភេទស្រាដែលស្រាលដាក់ជាមួយ Vodka ហើយយើងញ៉ាំជាមួយនឹងប្រភេទ Jinro ឬក៏ប្រភេទ fruit អីយើងអាចធ្វើញ៉ាំបានណាអូខេអ្នកក្លុកសវឹងលើ